នាទីស្វែងយល់អំពីច្បាប់តទៅនេះសូមអញ្ជើញលោកអ្នកស្វែងយល់អំពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាត្រា5បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយដោយប្រើឧបាយកលទុច្ចរិតដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយក្នុងគោលបំណងទទួលបាននៅ 1. ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ 2. ការផ្គត់ផ្គង់សេវា 3. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឲ្យរួចពីកាតព្វកិច្ចអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ500លានរៀលកាលបើអំពើនេះត្រូវបានប្រព្រឹត្ត 1. ដោយមានការរៀបចំជាក្រុមមានការចាត់តាំង 2. ដោយមានជនរងគ្រោះច្រើនអ្នក